ក្រោយពីនាងបានសម្រេចជាព្រះអរហន្តហើយនាងក៏បានពោលអំពីជីវប្រវត្តិនៅក្នុងអតីតជាតិនិងបច្ចុប្បន្នជាតិដោយខ្លួនឯងតាមដែលមានសម្ដែងទុកនៅក្នុងគម្ពីរខុទ្ទកនិកាយអបទានដោយមានសេចក្តីថាក្នុងសម័យកាលព្រះសម្មាសម្ពុទ្ធព្រះនាមបតមុត្តរៈទ្រង់ដល់នៅត្រៃនៃធម៌ទាំងពួងព្រះអង្គជានាយកទ្រង់កើតក្នុងកាប់ទី1 42កាប់នេះព្រះអង្គប្រសើរជាងអ្នកប្រាជ្ញទាំងឡាយជាបុគ្គលជាអនិយៈប្រតិបត្តិដើម្បីប្រយោជន៍ដើម្បីសេចក្តីចម្រើនដល់សពសត្វក្នុងមនុស្សលោកព្រមទាំងទេវលោកកាលនោះខ្ញុំកើតក្នុងក្រុងហង្សវតីឈ្មោះខត្តយៈនន្ទាជាស្រីមានរូបល្អប្រកបដោយទ្រព្យមានចិត្តអាណិតអាសូរចំពោះអ្នកដទៃជាស្រីមានសិរីខ្ញុំជាធីតានៃមហារាជព្រះនាមអានន្ទជាស្រីមានលំអដ៏ប្រសើរជាប្អូនស្រីមានមាតាផ្សេងគ្នានៃព្រះពុទ្ធព្រះនាមបតមុត្តរៈខ្ញុំស្អិតស្អាងដោយគ្រឿងអភរណៈទាំងពួងជាមួយនឹងព្រះរាជកញ្ញាទាំងឡាយហើយចូលទៅគាល់ព្រះពុទ្ធទ្រង់មានព្យាយាមធំហើយស្ដាប់ព្រះធម៌ទេសនាគ្រានោះព្រះអង្គជ្រាបច្បាស់នៅត្រៃលោកទ្រង់តាំងភិក្ខុនៃនោះដែលមានចក្ខុដូចជាទឹកក្នុងឋានៈដ៏ប្រសើរក្នុងកណ្ដាលនៃបរិស័ទទាំង4គឺភិក្ខុនៃឧបាសកឧបាសិកាខ្ញុំបានស្ដាប់ជាកនោះហើយក៏មានចិត្តរីករាយថ្វាយទានដល់ព្រះសាស្តាបានបូជាដល់ព្រះសម្ពុទ្ធដោយគ្រឿងសក្ការៈផ្សេងហើយប្រាថ្នានៅទិព្វចក្ខុលំដាប់នោះព្រះសម្មាសម្ពុទ្ធបានត្រាស់នឹងខ្ញុំថានាងនឹងបានសម្រេចតាមសេចក្តីប្រាថ្នានៅតំណែងនោះក្នុងកាប់ទី1សែនអំពីកាប់នេះព្រះសាស្តាព្រះនាមថាគោដំកើតក្នុងឱកាកៈត្រកូលនឹងត្រាស់ដឹងឡើងក្នុងលោកនាងនឹងបានជាព្រះញាតិជាសាវិកាព្រះមានជោគដែលមានឈ្មោះថាសកុលាដោយកុសលកម្មដែលខ្ញុំបានធ្វើល្អនោះផងដោយការតម្កល់ចេតនានោះផងលុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយក៏បានទៅកើតក្នុងឋានតៅវតឹងក្នុងផត្តកម្មនេះព្រះពុទ្ធព្រះនាមកស្សបៈព្រះអង្គមានផៅពងដ៏ប្រសើរមានយុះធំព្រះអង្គដ៏ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយទ្រង់កើតក្នុងផត្តកម្មនេះកាលនោះខ្ញុំបួសជានាងបរិពាជិកាប្រព្រឹត្តតែម្នាក់ឯងត្រាច់ទៅដើម្បីភិក្ខាបាននៅវត្ថុត្រឹមតែប្រេងប៉ុណ្ណោះខ្ញុំមានចិត្តជ្រះថ្លាបានអុជប្រទីបដោយប្រេងនោះបូជាព្រះចេតិយដ៏ប្រសើរសំរុំជាងចេតិយទាំងពួងនៃព្រះលោកនាថដ៏ប្រសើរជាងសត្វមានជើងពីរដោយកុសលកម្មដែលខ្ញុំបានធ្វើល្អនោះផងដោយការតម្កល់ចេតនានោះផងលុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយក៏បានទៅកើតក្នុងឋានតៅវតឹងដោយផលនៃកម្មខ្ញុំកើតក្នុងទីណាប្រទីបដ៏ធំទាំងឡាយបំភ្លឺដល់ខ្ញុំកើតក្នុងទីនោះខ្ញុំប្រាថ្នារបស់ណាខ្ញុំឃើញរបស់នោះធ្លុះរហូតដល់ខាងក្រៅនៃជញ្ជាំងធ្លុះរហូតដល់ខាងក្រៅនៃភ្នំថ្មនេះជាផលនៃការឲ្យប្រទីបខ្ញុំជាអ្នកមានភ្នែកស្អាតជាអ្នករុងរឿងដោយយុះមានសទ្ធាមានប្រាជ្ញានេះជាផលនៃការឲ្យប្រទីបឥឡូវនេះដល់បច្ឆមភពខ្ញុំកើតក្នុងត្រកូលព្រាហ្មណ៍មានទ្រព្យនិងស្រូវច្រើនជាត្រកូលរីករាយដែលស្ដេចរាប់អានបូជាហើយខ្ញុំបរិបូរដោយអវយវៈគ្រប់យ៉ាងស្អិតស្អាងដោយអភរណៈទាំងពួងខ្ញុំឈរនៅត្រង់បង្អួចឃើញព្រះលោកនាថទ្រង់ប្រទេសជាទីចូលទៅនៃកាន់បុរីខ្ញុំឃើញព្រះពុទ្ធរុងរឿងដោយយុះដោយទេវតានិងមនុស្សធ្វើសក្ការៈហើយទ្រង់បរិបូរដោយអនុញ្ញៈស្អិតស្អាងដោយមហាពុរិសលក្ខណៈ32ប្រការខ្ញុំមានចិត្តរីករាយជ្រះថ្លាពេញចិត្តក្នុងការបូជាកាលខ្ញុំបព្វជិមិនយូរប៉ុន្មានក៏បានសម្រេចជាព្រះអរហន្តីខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងរិទ្ធទាំងឡាយជាអ្នកធ្វើតាមសាសនានៃព្រះសាស្តាដឹងនៅចិត្តនៃបុគ្គលដទៃដោយសោតហេតុដ៏ជាទឹកខ្ញុំដឹងនៅពពេនិវាសានុសតិញាណទិបច្ចៈខ្ញុំបានជំរះហើយខ្ញុំបានញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយជាអ្នកស្អាតបរិសុទ្ធមិនមានមន្ទិលឡើយព្រះសាស្តាខ្ញុំបានបម្រើហើយសាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយភារៈដ៏ធ្ងន់ខ្ញុំបានដាក់ចុះហើយតណ្ហាជាគ្រឿងនាំសត្វទៅកាន់ភពខ្ញុំក៏បានដាក់ចោលហើយខ្ញុំចេញចាកផ្ទះចូលទៅកាន់ភ្នោះដើម្បីប្រយោជន៍ណាប្រយោជន៍នោះដែលជាធម៌ធ្វើឲ្យអស់សញ្យោជនៈគឺជាកិលេសដែលចងសត្វទុកនៅក្នុងវដ្តសង្សារនេះក៏ខ្ញុំបានសម្រេចហើយលំដាប់នោះព
ព្រះពុទ្ធអង្គប្រសើរជាងនរជនព្រះលោកនេយុប្រកបដោយមហាករុណាទ្រង់តាំងខ្ញុំជាអេតតកៈដោយព្រះពុទ្ធដីកាថានាងសកុលាធេរីជាភិក្ខុនៃប្រសើរបំផុតជាងធេរីទាំងឡាយដែលមានទឹកបច្ចៈខុកិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយភពទាំងអស់ខ្ញុំបានកោះរំលីងហើយខ្ញុំជាអ្នកមិនមានអាសវៈព្រោះបានកាត់ចំណងដោយមេដំរីកាត់ផ្ដាច់នៅទន្លីងអោណខ្ញុំមកល្អហើយក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលដ៏ប្រសើរវិជ្ជា3ខ្ញុំបានសម្រេចហើយវិមុខៈ8និងអភិញ្ញា6ខ្ញុំក៏បានសម្រេចហើយព្រមទាំងបដិសម្បទា4ខ្ញុំក៏បានសម្រេចដែរកាលព្រះនាងសកុលាភិក្ខុនីបានសម្រេចដល់អរហន្តជាព្រះអរហន្តីហើយជាអ្នកស្ទាត់ជំនាញក្នុងទឹកបច្ចៈខុព្រោះភាពជាអ្នកបានកសាងបុណ្យបារមីទុកមកហើយព្រោះដូច្នោះព្រះទស្សពលព្រះសម្មាសម្ពុទ្ធព្រះអង្គក៏បានតែងតាំងព្រះធេរីទុកក្នុងតំណែងដ៏ប្រសើរក្នុងកណ្ដាលនៃបរិស័ទទាំង4ដោយមានសម្ដែងទុកនៅក្នុងគម្ពីរអង្គុត្តរនិកាយឯកនិបាតថាអេតតកាំងភិក្ខវេមៈសាវិកានាំងភិក្ខុនៃនាំងទឹកបច្ចៈខុកានាំងយតិទាំងសកុលាមនាលភិក្ខុទាំងឡាយសកុលាធេរីជាអេតតកៈគឺអ្នកប្រសើរជាងភិក្ខុនៃទាំងឡាយដែលជាសាវិការបស់តថាគតផ្នែកខាងមានទឹកបច្ចៈខុឬភ្នែកទឹកបន្ទាប់ពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បានប្រកាសតែងតាំងភិក្ខុនៃជាអេតតកៈផ្នែកទឹកបច្ចៈខុហើយព្រះនាងសកុលាធេរីនោះបានពិចារណាដល់ការបដិបត្តិនៃខ្លួនក៏កើតបិតិសោមនស្សបានពោលគាថាទាំងឡាយនេះជាឧទានដែលមានសម្ដែងនៅក្នុងគម្ពីរខុទ្ទកនិកាយធេរីគាថាថាអាត្មាអញកាលនៅក្នុងផ្ទះបានស្ដាប់ធម៌របស់ភិក្ខុនៃហើយឃើញធម៌ប្រាចៈធូលីគឺកិលេសជាធម៌នាំសត្វឲ្យចេញចាកតណ្ហាជាហេតុនាំឲ្យបានសេចក្តីសុខមិនឃ្លាតអាត្មាអញនោះបានបោះបង់ចោលនៅកូនប្រុសផងកូនស្រីផងទ្រព្យនិងស្រូវផងបានឲ្យគេកោសក់ហើយមកបុះក្នុងធម្មវិន័យអាត្មាអញកាលនៅជាសិក្ខមាណាបានញ៉ាំងមគ្គខាងលើឲ្យកើតបានលះបង់រាគៈនិងទោសៈផងអាសវៈទាំងឡាយដែលតាំងនៅជាមួយគ្នានឹងរាគៈទោសៈលុះអាត្មាអញបានឧបសម្បទាជាភិក្ខុនៃហើយក៏រលឹកឃើញនៅពុព្វជាតិទាំងទឹកបច្ចៈខុមិនមានមន្ទិលដែលពួកសប្បុរសចម្រើនហើយក៏អាត្មាអញបានជំរះហើយអាត្មាអញបានឃើញសង្ខារទាំងឡាយដែលកើតអំពីហេតុមានសភាពទ្រុឌទ្រោមថាជារបស់ដតីហើយបានលះអាសវៈទាំងអស់ជាអ្នកមានចិត្តត្រជាក់បានរំលត់ទុក្ខហើយ